សួស្តីលោកគ្រូអ្នកគ្រូទាំងអស់គ្នាខ្ញុំធ្វើវីដេអូសង្ខេបខ្លីទាក់ទងជាមួយនឹង data transform នៅថ្ងៃនេះអញ្ចឹងថ្ងៃមិញហើយនឹងព្រឹកមិញខ្ញុំនឹងសរុបជាវីដេអូខ្លីមួយសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងយើងចាប់ផ្ដើមដំបូងគឺយើងយក get data យើងទៅមើល file ដែលយើងបាន download មកឬក៏ file ដែលយើងកំពុងតែប្រើប្រាស់នោះអញ្ចឹងខ្ញុំចូលយកប្រភេទ file Excel ដោយសារហើយយើងទៅមើល download ខ្ញុំបាន download file មួយកាលពីព្រឹកមិញឈ្មោះ P1 training record information អញ្ចឹងខ្ញុំ open មកអញ្ចឹងវាកំពុងតែ connect ជាមួយនឹង Power BI ហើយអញ្ចឹងអ្វីដែលខ្ញុំចង់ប្រាក់ទីឲ្យអ្នកទាំងអស់គ្នាមើលឃើញគឺខ្ញុំមើលទៅលើ main record training នេះសម្រាប់អ្នកទាំងអស់គ្នាដើម្បី transform អញ្ចឹងយើងចូលមកហើយដូចខ្ញុំបានបញ្ជាក់ព្រឹកមិញបើសិនជាយើងចូលយក transform យើងចាប់ផ្ដើម clean ទិន្នន័យមួយហ្មងប៉ុន្តែបើសិនជាយើងចូល load គឺយើង load data ចូល Power BI យើងអត់ទាន់បាន clean ទាំងអស់ទិន្នន័យហ្នឹងគឺវានៅជាប្រភេទ raw data វានៅ sketch អត់ទាន់បានសម្អាតវារួចរាល់ណាអញ្ចឹងខ្ញុំចូលយក transform តែម្ដងអូខេអញ្ចឹងវាកំពុងតែដើរយើងឃើញហើយរូបរាង transform data វាមាន function ខាងលើបែបនេះហើយនេះជាប្រភេទទិន្នន័យដែលយើងបាន import ចូលនៅក្នុង data របស់យើងអញ្ចឹងអ្វីដែលយើងមើលទៅលើជាមួយគ្នាគឺប្រភេទ data type នៅក្នុង column ទី1 ID នេះគឺប្រភេទជាលេខអញ្ចឹងអត់អីទេវាជា whole number ហើយprefix នេះគឺដូចគ្នាដែរវាជាអក្សរគឺ ABC ទៅហើយអញ្ចឹងខ្ញុំចង់merge column នេះឲ្យវាតែមួយ Mr. Miss ឈ្មោះរបស់គាត់ហ្នឹងខ្ញុំចុចលើអាហ្នឹងហើយចុច save ឲ្យជាប់មកហ្នឹងហើយឃើញcolumn 2ហ្នឹងវាមានពណ៌ color ដិតជាប់គ្នាហ្នឹងគឺយើងអាច merge វាបានហើយអញ្ចឹងយើងចុច click mouse ស្ដាំហើយខ្ញុំចុចរកពាក្យ merge នេះ merge column អញ្ចឹងនេះខ្ញុំអាច merge ចុចលើនឹងមកវានឹងចេញបែបនេះអញ្ចឹងខ្ញុំមើលទៅក្នុង column របស់ខ្ញុំខ្ញុំអាចយក space បាននៅពេលដែលយក space ទៅវាភ្ជាប់ជាមួយនឹងគ្នា automatic មកឲ្យខ្ញុំហ្មងណាហើយអញ្ចឹងឃើញទេវាចេញមកបែបនេះអញ្ចឹងយើងចុច click មកពីរដងមកហើយយើងវាយពាក្យកែឈ្មោះដាក់ full name មកអញ្ចឹងណាអូខេអញ្ចឹងយើងមើល gender វិញ gender គឺយើងអាចមើលយើងឃើញមានអក្សរតូចអក្សរធំនៅមើលទៅវា format វាអត់ដូចគ្នាវាអត់ consistent គ្នាបរិស័យវាមានមើលបើយើងចូលកន្លែងនេះមកយើងឃើញមានអក្សរ F ធំផង S ទូចផង female នេះ female ធំផងទូចផងអីចឹងណាអញ្ចឹងយើង clean អានឹងឲ្យវា format តែមួយអញ្ចឹងយើងមើលថាជាដំបូងយើងទៅមើលtransform ហើយយើងចូលប្រភេទ format អញ្ចឹងយើងចង់អក្សរធំទាំងអស់យើងយកអក្សរធំទាំងអស់មកយក upper ណាបន្ទាប់មកយើងទៅកន្លែងមួយដែលគេហៅថា refresh value យើងចូល home វិញមកយើងយក refresh value មកអញ្ចឹងខ្ញុំទៅមើលfemale ខ្ញុំចុចឲ្យអក្សរធំទាំងអស់ female ហើយ female អូខេអញ្ចឹងខ្ញុំយកតែអក្សរ F មួយឯង female គឺខ្ញុំចង់ format F ដូចគ្នាទាំងអស់អញ្ចឹងវា automatic មកដូចគ្នាឯងអញ្ចឹងបន្ទាប់មកគឺយើងមើល male ម្ដងអញ្ចឹងរបៀប good practice យើងគាត់តែចុចលើនេះមួយក៏បានដែរដើម្បីឲ្យយើងស្រួល copy ហើយ
វាអូតូជាប់reflect នឹងយូរមកយើងមិនចាំបាច់សេឡើងវិញទេប៉ុន្តែយើងត្រូវលុបដូរពី mail មក mail យើងយកទៅ mail អូខេអញ្ចឹងរួចរាល់ជាការស្រេចអញ្ចឹងcolumn តកតងមួយនឹងថ្ងៃខែឆ្នាំកណ្ដាលនេះគឺខ្ញុំអត់ទាន់clean វាទេដោយសារវាមាន error ដូចអ្នកទាំងអស់គ្នាបានឃើញដូច date នេះអញ្ចឹងវាមានលេខ1ខ្មែរផងអីផងអញ្ចឹងទៅអញ្ចឹងមើលយើងមើលប្រភេទ data tab វាមាន A B C អញ្ចឹងណាអញ្ចឹងខ្ញុំទុកក្រោយតមកទៀតខ្ញុំចង់ទៅមើលភ្នំពេញនេះខ្ញុំមើលមានអក្សរតូចផងអក្សរធំផងអញ្ចឹងខ្ញុំទៅArray format អក្សរហ្នឹងខ្ញុំចូលកន្លែងនេះក៏ខ្ញុំអាចទៅដល់អក្សរធំបានដែរខ្ញុំយកពាក្យ transform មកខ្ញុំចង់យកឲ្យវា format ដូចគ្នាយក upper case ក៏បានយក capital ឡើងក៏បានអញ្ចឹងខ្ញុំយក upper case វាអក្សរធំទាំងអស់អញ្ចឹងណាnhưng màយើងយកអក្សរតូចយើងអាចយក capital ឡើងបានអញ្ចឹងហើយយើងចុច right click មកហើយចុច transform នេះមកយើងយក capital ឡើងយើងអាចមកអក្សររូបរាងបែបនេះវិញអញ្ចឹងណាអូខេអញ្ចឹងខ្ញុំបានកែនឹងហើយអញ្ចឹងខ្ញុំចូលដល់ column ទូរស័ព្ទនេះក៏ខ្ញុំអត់ទាន់ធ្វើវាទេដោយសារវាមានបញ្ហា error ដែរអញ្ចឹងខ្ញុំមកមើល training នេះវិញ training យើងឃើញមានអក្សរតូចអក្សរធំហើយវាមាន comma វាមាន space ទៅតាមនឹងអញ្ចឹងណាអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងមើលអាណាដែលវាងាយស្រួលមុនអញ្ចឹងយើងចង់ split តែ column ហ្នឹងវាចេញមកដូចថានេះវាមាន 3 service counseling trauma ហើយនឹង strategic management អញ្ចឹងខ្ញុំចង់ split column មកតែបើខ្ញុំ split យក custom ហើយខ្ញុំយក space អញ្ចឹងវាចេញមកបែបនេះរូបរាងណាអញ្ចឹងវាអាចមានបញ្ហាដោយ strategic management អញ្ចឹង topic តែមួយឯងប៉ុន្តែវាចេញមក strategic ផ្សេង management ផ្សេងអញ្ចឹងអ្វីដែលយើងអាច back ទៅក្រោយវិញមកអញ្ចឹងយើងទៅ split មួយសារទៀតប៉ុន្តែយើងដោះស្រាយបែបនេះវិញអញ្ចឹងខ្ញុំទៅមើលទៅខ្ញុំចុចលើ strategic management មួយខ្ញុំ copy អានោះមកហើយខ្ញុំទៅ replace ហើយខ្ញុំចង់ដាក់ comma strategic ហ្នឹងខ្ញុំកែវាបន្តិចដោយសារសេអត់ត្រូវ strategic អញ្ចឹងខ្ញុំដាក់ comma នេះដាក់ underscore វិញអញ្ចឹងរាល់ strategic management ហ្នឹងវាចេញ underscore បែបហ្នឹងណាអញ្ចឹងបន្តមកទៀតខ្ញុំ split data ម្ដងទៀតណាខ្ញុំ split យកមើលតែ space ហ្នឹងហើយអញ្ចឹងអូខេខ្ញុំយក space ពេលដែលយក space ហើយខ្ញុំអូខេមកហ្នឹងហើយអូខេមកឃើញវាចេញហ៎អញ្ចឹងវានៅជាប់បញ្ហាគឺវានៅជាប់នេះដូច counseling វានៅជាប់ trauma នេះ trauma inform care វាជាប់ comma អញ្ចឹងយើងត្រូវលុប comma ហ្នឹងអស់អញ្ចឹងខ្ញុំចុច select ជារួមមកបើសិនជា column 2ហ្នឹងមានឃើញ comma ខ្ញុំឃើញតែ2ហ្នឹងឯងតែជាប់ comma ខាងនេះវាអត់មានទេអញ្ចឹងខ្ញុំចុចshift ឲ្យជាប់ column ទាំងពីរហ្នឹងបន្ទាប់មកគឺយើងបិទពាក្យ comma ហើយយើងអត់មានដក space អត់មានអីដាក់តែអញ្ចឹងមកគឺវាលុប comma បាត់ហើយអញ្ចឹងណាអញ្ចឹងយើងលុប comma បានជោគជ័យហើយអញ្ចឹងបន្ទាប់មកយើងត្រូវធ្វើម៉េចយើងត្រូវគិតអានេះservice ទាំង3នេះវាអក្សរតូចទាំង3អញ្ចឹងយើងចង់ឲ្យអក្សរធំយើង click វាជាប់ទាំង3ហ្នឹងមក shift វាជាប់ចុច column លើទាំង3ហ្នឹងអញ្ចឹងបន្ទាប់មកយើងចុច mouse ស្ដាំមកយើងចុច transform ហើយយើងយកអក្សរធំតូចនៅក្នុងហ្នឹងមកអញ្ចឹងវាចេញក្បាលធំមុខធំអញ្ចឹងណាអញ្ចឹងវាពណ៌ម៉ាតហ្នឹងមកមើលទៅវាងាយស្រួលអូខេអញ្ចឹងយើងដោះស្រាយ null បែបម៉េច null
ចឹងយើងត្រូវយល់ពីប្រភេទ data របស់យើងជាប្រភេទ table ដែល record ទៅលើ training information តាក់ទងជាមួយនឹងការចូលរួមវគ្គ training ហើយគេមាន ID client ឬក៏ customer របស់យើងហ្នឹងយើងអាចដាក់ customer ឬក៏ដាក់ participant ក៏បានដែរ participant អញ្ចឹងណាយើង participant ID អញ្ចឹងទៅជាប្រភេទ training យើងមាន record លេខទូរស័ព្ទគាត់ទីកន្លែងខេត្តរបស់គាត់ហើយនឹងថ្ងៃខែឆ្នាំកំណើតរបស់គាត់អញ្ចឹងទៅភេទប្រុសអីអញ្ចឹងទៅអញ្ចឹងប្រធានបទដែលគាត់បានចូលរួមប្រធានបទអីគេខ្លះអញ្ចឹងអញ្ចឹង training លើកទី1គឺប្រធានបទទី1យើងអាចដាក់ training topic ទី1ហ្នឹងទៅយើងមិនកែចំណងជើងអីក៏បានដែរដាក់អញ្ចឹងទៅប៉ុន្តែអ្វីដែលយើងត្រូវដោះស្រាយគឺដោះស្រាយទៅលើ null នេះបើថា training ដែលគាត់បានចូលរួមយើងដាក់បែបនេះវាអាស្រ័យទៅលើយើង note យើងចង់ note បែបនេះនៅកន្លែងហ្នឹងអត់ទៀតទេខ្ញុំឃើញ column 2នេះវាមាន null column ទី1អត់មាន null ទេអញ្ចឹងខ្ញុំ replace null ខ្ញុំចុច column ទាំងពីរហ្នឹង replace null ខ្ញុំដាក់participant អត់បានចូលរួមអញ្ចឹងយើងអាចដាក់អីដាក់ topic នៅកន្លែងហ្នឹងអញ្ចឹង NA គាត់បានចូលរួមគឺគ្មាន topic អីដែលគាត់មានចម្លើយនៅក្នុងហ្នឹងទេអញ្ចឹងណាអញ្ចឹង NA នៅក្នុងហ្នឹងឯងអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់ទៀតមកយើងដោះស្រាយនៅកន្លែងនេះអញ្ចឹងនៅកន្លែងនេះតើតើមួយនឹង attendance បើសិនជា yes គាត់បានចូលរួម yes បើសិនជា topic ណាដែលគាត់បានចូលរួម no គឺដាក់0អញ្ចឹងណា0គឺ no yes គឺ1បានន័យថា1ហ្នឹងវា count ថាគាត់បានចូលរួម0គឺអត់បានចូលរួម attendance ហ្នឹងណាអញ្ចឹងយើងមើលប្រភេទតើមាន null អត់ខ្ញុំភ្លេចនៅក្នុង training topic នៅក្នុង training topic នៅកន្លែងនេះអូខេអត់មានអូខេឥឡូវអ្វីដែលយើងទៅបន្ទាប់ទៀតយើងមើលប្រភេទattendance នៅកន្លែងនេះអញ្ចឹងយើងមើលតាណាគាត់មានអីយើងមើលនៅក្នុងកន្លែងនេះតាមពិតទៅយើងមើលប្រភេទទិន្នន័យដែរពេលខ្លះអ្នកដែលបំពេញគឺបំពេញខុសនេះយើងអាចមើលទៅបានដោយថា training ទី1គឺ topic យើងឃើញថាអូអត់មានណាទេប៉ុន្តែដល់យើងមើល attendance វាមានបញ្ហានេះបញ្ហាមាន null លពីយើងចង់ select មើល null ហ្នឹងតើ participant ID អីគេខ្លះធម្មតាបើសិនជា training ទី1គាត់ training ទី1នេះសំដៅទៅលើ topic ទី1ហ្នឹងណាអញ្ចឹងវាមិនគួរមានបានន័យថាបើសិនជា training ទី1ណាអត់បានចូលរួមតទេអត់បានចូលរួមអា topic នេះគឺអត់មានគាត់បានចូលរួមទេអញ្ចឹងអ្វីដែលយើងត្រូវដោះស្រាយបែបណាយើងដោះស្រាយយើង replace null មកបើសិនជាអាចថាអ្នកបញ្ចូលគាត់ច្រឡំហើយយើង check មួយគាត់topic ទី1គាត់បានចូលរួមប៉ុន្តែយើងភ្លេច attendance គាត់អញ្ចឹងយើងគ្រាន់តែមក replace null ឡើងវិញមកហើយខ្ញុំសូម clear filter អញ្ចឹងខ្ញុំមក replace null គឺខ្ញុំចុចពាក្យ replace value ហ្នឹងហើយខ្ញុំដាក់1វិញ null ខ្ញុំឲ្យទៅលេខ1វិញអញ្ចឹងណាអញ្ចឹងនៅក្នុង column ហ្នឹងlạiមាន null lạiមានតែបានចូលរួមហើយនឹងអត់បានចូលរួមអញ្ចឹងអាពីរចំណុចមិញដែលគាត់ null ហ្នឹងគឺខ្ញុំដាក់ទៅលេខ1ហើយអញ្ចឹងឥឡូវ training ទី2ទី3នេះគឺខ្ញុំreplace value ទៅពី null ទៅនេះបានទិន្នន័យទទេគាត់បានចូលរួមអញ្ចឹងខ្ញុំដាក់0បានចូលរួមទេហ្នឹងហើយអញ្ចឹងនេះគឺជាវិធីសាស្ត្រដែលយើង replace value ពីទិន្នន័យទទេហ
ហើយអ្វីដែលយើងត្រូវមើលយើងមើលប្រភេទ data type ទៀត data type វាមួយវាមិនមែនជាចំនួនទស្សភាគហ្នឹងហើយចំនួនទស្សភាគអញ្ចឹងឯងមានក្បៀសមានអីហ្នឹងអញ្ចឹងវាគួរតែជា whole number វិញ1 2 3វិញអញ្ចឹងយើងចុច select 1 2 3មកហ្នឹងហើយអូខេហ្នឹងហើយអញ្ចឹងយើងមើល payment វិញ payment ជាធម្មតាជាលុយឯងជាដុល្លារអញ្ចឹងណាតើវាមានប្រភេទណាខ្លះដែលយើងត្រូវដោះស្រាយអាហ្នឹងអញ្ចឹងបើសិនជាដុល្លារយើងយកមកឥឡូវយើង replace ណាល់សិនវាមានណាល់អញ្ចឹងយើងចុចទាំង3ហ្នឹងមកណាល់យើងឃើញមានកលឹមទាំង3ហ្នឹងមានណាល់ទាំង3អញ្ចឹងយើងចុច replace វាមកណាល់បានទេគាត់អត់មានបានចូលរួមទេអញ្ចឹងយើងដាក់0មកណាហ្នឹងហើយអញ្ចឹងនេះអីដែលយើង replace value គឺប៉ុណ្ណឹងហើយយើងមក change data type ពីធម្មតាវាជា currency អញ្ចឹងយើងយកជាដុល្លារមកអូខេនេះជាដុល្លារអូខេអញ្ចឹងនេះអ្វីដែលយើងត្រូវដោះស្រាយមានប៉ុណ្ណឹងសម្រាប់កលឹមផ្សេងមិញដែលយើងនេះហ្នឹងប៉ុន្តែយើងនៅកលឹម2ទៀតដែលយើងអត់ទាន់បានដោះស្រាយគឺdate of birth នេះហើយនឹងកលឹម phone អញ្ចឹងខ្ញុំចង់ record តែ error បើសិនជាខ្ញុំដាក់នេះទៅវា error ខ្ញុំវា AB ធម្មតាទិន្នន័យវាគួរមានតែបើ AA បើជាលេខបើជាអក្សរជាអក្សរបើជាលេខជាលេខអញ្ចឹងឥឡូវបើសិនខ្ញុំឆ្លាក់យក whole number អញ្ចឹងវាចេញ error ហើយចាំមើលយើងនឹងទៅgo through មួយគ្នា error ហ្នឹងតែយើងដោះស្រាយវាបែបម៉េចប៉ុន្តែ column នេះខ្ញុំចង់ឲ្យទុកប៉ុណ្្នឹងសិនយើងដកអាហ្នឹងវិញដកអាយើងទៅគ្នាហ្នឹងវិញហើយយើងទៅមើលយើងសូមឲ្យអ្នកទាំងអស់គ្នា select reference មួយមកហ្នឹងហើយអញ្ចឹងនេះយើងដាក់ជាប្រភេទ record error មក error អញ្ចឹងអានេះវាងាយស្រួលនៅពេលដែលយើងដោះស្រាយឬក៏មាន evidence អីនៅពេលដែលយើងចង់បង្ហាញក្រុមការងារឬក៏អ្នកពាក់ព័ន្ធយើងអាចបង្ហាញ record error នឹងឲ្យពួកគេបានឃើញអញ្ចឹងណាអញ្ចឹងខ្ញុំទៅដោះស្រាយបញ្ហាតែ error មិញហ្នឹងទេអញ្ចឹងខ្ញុំចុចអានេះជាប្រភេទ data type date អានេះជាប្រភេទ whole number លេខទូរស័ព្ទ whole number ប៉ុន្តែខ្ញុំមើលអានេះសិនវាច្រើនវាមានលេខទូរស័ព្ទដក clear និងអត់ដក clear អញ្ចឹងអត់ដក clear ហ្នឹងយើងដោះស្រាយបែបម៉េចយើងដោះស្រាយអាហ្នឹងសិនមកចាំបន្តិចtrim មកវាបាត់តែដក clear ហ្នឹងឯងយក trim នៅដក clear នៅដដែលអញ្ចឹងដើម្បីឲ្យដោះស្រាយបញ្ហាដក clear ហ្នឹងយើងធ្វើម៉េចយើងកំពុងតែរស់ដូចគ្នាចាំបន្តិចចឹងអត់អីទេអាហ្នឹងយើងទុកនៅនឹងសិនណាវាមានវិធីសាស្ត្រដោះស្រាយដែរបើសិនជាយើងចង់ដោះស្រាយអាហ្នឹងគឺយើងចូលទៅមួយប៉ុន្តែវាយូរអញ្ចឹងខ្ញុំមិនចង់ឲ្យ
đó sẽ tăng việc nhóm nhóm cho tới replay value và nâng view á thì nhóm tới replay value nhóm là bật độ clear nâng má nhóm đó sẽ bẹp nâng á chẳng khơi view á chẳng nhưng mà chẳng ở thua bẹp nâng thì nhóm hồ vị trí xa xem tí tầm vậy chẳng bị đừng nét ngọt này biết hỏi mình ok dân ở quay đề dân khơi nhưng tôi đã đặt thẹp màu chỉ number win cho mà chỉ number về bánh về miền error chẳng tới chẳng là lý ban này tên tình này thực tế chẳng nhung trong replay nào nâng tới chỉ nhung replay nào mình hay tới mình nhung đồ để đặt thép nhung replay và dù nó tới chỉ qua tuần have number nhưng đã do not have phone number chẳng tới phone number để dừng nút nhưng mà trình độ nào chứ là nếu bên tin này lấy phong chia so phong chứ là vậy để dừng thời đó sẽ nó lại ní cứ dừng đã chia tu lệ máu bên tay dương đang từ của reason hai tay bên về error đó ok chứ nhung ban đó sẽ nắng cứ nhung remove column xem chứ nhung keep the participant ID cho control cho column này nhung trong bán hay cho column này nhung trong bán nó nhung vô việc remove vô home vô việc remove column vô remove other máu việc keep vòi nhôm này nhôm chật nắng bàn tay viên delete tại column xem này nhưng mà bạn chật lờ chẳng vì sao là bay column này đây nhôm ở thời ca chẳng nè chứ là quay đề error ní dân nâng tao mơ thằng ốc ní là tao vì error nó mà về kia khá ở dân nâng tao xoay hồ đồng bay record và phải error nó vô máu thật ta dân cô để đào xe bài mấy được về lại dân vô tao bị chung được còn bịa xa cho mùi nè nẹp vẹp phone rồi còn nẹp về chỗ tình này với nhé dân ở quay để dân thờ phớ cứ dân thầy thông mấy nhưng trong anh này thằng ngọc đi chơi lơ pin nắng lơ làm pin nắng hai dân tới keep error này nhưng là bây giờ dân keep error dân cho column muối participant ID nó lại nắng toàn máu cư dân cho từ hồ mơ transform hay hồ mơ unpivot table đồng bây dân unpivot table nó dân vô adder màu vô adder vi trình bẹp đi hồ biển á chẳng toàn máu dân tới keep error nè anh ấy chỉ vào page column hay nhưng mà cài dân đặt column này mình column này giờ ní qua dù ní cư dân keep tiết máu dân từ keep error nâng đồ đảo này bị chênh ta vào page error dân trong ba này dân từ reason bị dân hỏi đẳng ta bị error bạn mày dân nhôm sự trao này tầng học khăn ní từ add column mỗi cái custom column dân một tuột máu dương là custom column dân đã mua máu là đây custom năng đã custom năng đã tại viên và phải để dân thấy hay vô sẽ lại tiền chẳng dân check try này cứ dân trong từ xoay nhiều detail là tới đi dần vì error nó là vì như vậy chẳng đi được sao việc bán chẳng nhầm check column muối cứ mua vai dữ và toàn máu cứ nhầm check insert nó bị chênh bẹp này chẳng nhưng chơi ok mất ok
chẳng bị trên record dân đừng châu ta can phí vì miền has error hay là error chẳng dân để sao dân thời ca tại error reason này has error dân không ai vì chào nó không column bởi dưới chơi tại error bài này đó chạy mà chúng tôi chơi châu một xa tiết là chân dân select mà select tại tin này để dân thời cá cứ dân vô detail hai head part message nhưng mà ok má chúng tôi trên bay column này dân này nè chắc là ní dân lên thời cá và dụ ní dân lục cho mà ní việc bị chạy ta để tạo format nó bị error chẳng dân ta error state chẳng ta này cái error message before này error state này nhưng còn là rename chẳng má error message otomatis error ni error detail chẳng chiều vậy mùi đại dương từ hồ mơ error ba này thì error nó mà bị ấy thà này chẳng ở Việt format để nó bị thử cái ngay tí bấm bớt khai xài sầm buồn việc thử tới nơi lại ní so để dân ta do not have phone number ní của việc thử đang là sao format viết về cho màu ta và phết muối mà tha dân vô chỉ và phết whole number cứ whole number một chẳng nơi lại ní có việc gì error đâyហើយខែ2នេះជាធម្មតាខែ2វាអត់ដាច់31វាដាច់28អញ្ចឹងក៏វាបញ្ហា error ដែរអញ្ចឹងនៅកន្លែងនេះដែលគាត់អាចអ្នកបញ្ចូលទិន្នន័យក៏អាចច្រឡំមកក៏ច្រឡំលេខ1នៅពីប្រមុខនេះជាលេខ1ខ្មែរមួយទៀតអញ្ចឹងណាអញ្ចឹងក៏វាអត់ support format ហ្នឹងដែរgiờ này chẳng bị miền cài miền ấy là không nâng chẳng tới là lớn nâng chẳng có việc support đây hay nhưng cái khơi ta phone number vì error rồi bây giờ đọc liếc có vì error đây chẳng cứ bị ỏi lấy chọc niềm một bàn tay nhưng hoạt khơi mình để tôi mùi nâng cho bà spend nâng vì bạn cho bạn tầm mùi bàn tay bị cp tay ở nhưng mà tia hồ ôi hơi ấy là dân cả là được lấy vài dù máu hay dân copy nắng hay dân đạo bị chọc thì mà vì ok bàn tay vị thi xa bài nắng viêm mũi vì dù cho nhưng mà support để nhưng mới trong hồ vị thi xa ấy để chọc bàn nắng từ tiền sập đời dân được lấy vài dù mẫu á chẳng ok đây lại nắng cứ dân ban khổng dân ban theo bỏ error muối dân print nắng rồi về đây dân chung dân ấy rồi dân tạo để chuông nẹp bẹp bọn ấy rồi dân copy nắng tới chỉ reason người ta id participant niệm mùi ní mấy bên cột error hay dân ai giờ chỉ check ní ai đo xe nắng bẹp mấy giờ thấy cái dân ai cài bàn ok chẳng nó rồi còn tin này cái có đặt tròn trăm rồi còn miền Bắc hay xin sách cứ dân check mấy cột làng quỳnh nhé chẳng miền tập bên nắng phật mính cứ nhom record bên nắng hay mình tay nhom nâng ở trong vật hai mũi tiết tẹt tuôn chỉ mũi nâng bậc hết đại dương mình tay lợi nhom apply anh này đừng học này dân close apply mất cứ dân ban tin này nè này ok chẳng là nhung phần mấy nhưng mà ban phải hai mũi tẹt tuôn chỉ mùi nè là nhung kẹt data vào đồng tiết tên này nâng là đá hai viên miền và phải column pi nhung từ kẹt data column bay nhung cho vừa tạo bay đi mà mình tại sao mình đi nhung ban main record nhung ban phơi hào với lừa data set mùi nó lợi nhung cho là tin này mùi nắng hay nhung
load ដេញវាមកចឹងណាចឹងអានេះវិធីសាស្ត្រមួយទៀតគឺគេហៅ append ហ្នឹងដូចខ្ញុំបង្ហាញចឹងយើង append table ហ្នឹងឲ្យវាខ្លាយជា table មួយចឹងណាពេលខ្លះយើងយកទិន្នន័យមកពីប្រភពផ្សេងដូចលោកគ្រូអ្នកគ្រូមាន partner ដៃគូចឹងថា partner A B C យើងបានទិន្នន័យពីគាត់មកគឺយើងយកមក combine វាជាទិន្នន័យតែមួយដើម្បីយើងយកមកវិភាគចឹងណាឥឡូវទៀតថាខ្ញុំចង់ទៅ combine data នឹងឡើងវិញចឹងដូចខ្ញុំបានចូលច្រក load data ចូលហ្មង Power BI វាអត់ទាន់បានចូលកន្លែងយើងសម្អាតទេអញ្ចឹងយើងចូល data transform មកយើងចូលសម្អាតអញ្ចឹងយើងធ្វើការលើតែ3ទិន្នន័យឬក៏3 table ដែលយើងយកមកមិញឯងហើយខ្ញុំចង់ append data ហ្នឹងឲ្យវានៅមួយគ្នាអញ្ចឹងអានេះយើងមើលទាំងអស់គ្នាអានេះខ្ញុំទិន្នន័យដែលខ្ញុំអត់ទាន់បាន clean ទេclean ហ្នឹងអត់ចាំបាច់ឲ្យត្រូវ clean ឡើងវិញទេប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់គឺខ្ញុំ append ទី1ទី2ទី3នេះ ABC នេះឲ្យវាចូលនៅក្នុង data តែមួយអញ្ចឹងយើងមើល A ពី1ពី101ដល់125ដល់ B ពី126ដល់160ដល់ C ពី161ដល់180ហើយវាមានណាលអីទៀតអញ្ចឹងណាឥឡូវខ្ញុំមកផិននឹងចូលគ្នាសរុបអញ្ចឹងយើងមើលពី101យើងចំណាំថាចាប់ដើមដំបូង101ហើយចុងក្រោយ180អញ្ចឹងណាអញ្ចឹងខ្ញុំចូល function មួយគេហៅ append data append អានេះវាទៅមើលអត់ឃើញណាខ្ញុំចុច mouse ស្ដាំមានអូខេនេះវិញខ្ញុំដកទៅវាដាច់នេះស្ទាយបែបនេះវិញហើយអញ្ចឹងខ្ញុំយក append data ខ្ញុំយក data transform ចូលមាន data transform ទេ append data នៅណាវិញណាខ្ញុំយក transform ហើយនៅចង់ពង្វែងខ្លួនឯងនេះចាំបន្តិចវានៅក្នុង combine data នេះដោយសារខ្ញុំដាក់ទូចទៅវាអត់ឲ្យពេញទេប៉ុន្តែបើខ្ញុំដាក់ពេញនៅកន្លែងនេះវាពេញវាចេញមកអញ្ចឹងណាតែខ្ញុំមើលអត់ឃើញពេលតែខ្ញុំ record ទៅអញ្ចឹងនៅកន្លែងនេះខ្ញុំសុំចូលទៅដូចមិញវិញខ្ញុំចូលយកពាក្យappendនេះខ្ញុំយកបើខ្ញុំយក appendនេះវានៅក្នុងtable training A ហ្នឹងប៉ុន្តែខ្ញុំយក new ឲ្យវាទៅជា worksheet ថ្មីវា new មកអញ្ចឹងខ្ញុំដោយសារខ្ញុំមាន3 table អញ្ចឹងខ្ញុំយក3 more table បានន័យថានេះលើសពី3ទៀតអញ្ចឹងខ្ញុំយក3ហ្នឹងមកអញ្ចឹងខ្ញុំដាក់ចូលគ្នាមកអញ្ចឹង A វានៅទី1ឯង table A ដោយសារយើងចុចលើហ្នឹងវា automatic នៅជាប់ហ្នឹងហើយអញ្ចឹងខ្ញុំយក table B ហើយខ្ញុំចុចនិយាយទៅខ្ញុំចុច2ហ្នឹងចុចជាប់មកចុចម្ដងមួយក៏បានដែរខ្ញុំចុចម្ដងមួយកុំឲ្យគ្នាយើងប្រវ៉ាចុច add ចឹងមកអញ្ចឹងណាហើយខ្ញុំចុច OK អញ្ចឹងដូចខ្ញុំបានបញ្ជាក់ពីដើមអញ្ចឹងចង់ឲ្យអ្នកទាំងអស់គ្នាចាប់អារម្មណ៍នៅពេលដែលខ្ញុំមុនខ្ញុំ append ខ្ញុំឲ្យចំណាំពីចាប់ដើមដំបូងលេខ101ដល់ពេលចុងក្រោយគឺ180អញ្ចឹងវាคล้ายទៅជា table តែមួយឯង
យើង combine 3 table នឹងជាមួយគ្នាអញ្ចឹងដូចខ្ញុំបានបញ្ជាក់ពីដើមអញ្ចឹងបើលោកគ្រូអ្នកគ្រូចង់ combine គឺធានាថាលោកគ្រូអ្នកគ្រូយកអាទិន្នន័យពី partner របស់យើងនឹង format ដូចគ្នាមិនយើងអាច append បានតែនេះយើងមានប្រភេទ client ប្រភេទ prefix អីចឹងដូចគ្នាទាំងអស់អញ្ចឹងបានតែយក format ណាជាគោលមួយហើយចាំយើងយកមក append ហើយ append ហ្នឹងពេលខ្លះវាចេញជា column ថ្មីអីផ្សេងមកទៀតចឹងទៅអញ្ចឹងដល់ពេលដែលយើង append ហើយយើងត្រូវមក clean data ហ្នឹងដូចដែលខ្ញុំ process ដែលខ្ញុំ clean ដំបូងអញ្ចឹងណាអញ្ចឹងអានេះគឺ style ដែលយើងត្រូវលឿនយើងអត់ដឹងថាអូគ្រប់ column បើយើងប្រើ column ទាំង3ហ្នឹងវាយូរការសម្រាប់យើងអញ្ចឹងអាហ្នឹងយើងបង្កើតជា main table មួយសម្រាប់យើងអញ្ចឹងណាអញ្ចឹងយើងមកកែឈ្មោះមក main ដាក់អានេះយើងដាក់ fact table មក fact table អានេះគេហៅ fact training record ចឹងទៅ training record ហ្នឹងចុច OK មកអូខេអញ្ចឹងបានទិន្នន័យមួយដែលយើង combine ចូលគ្នាអញ្ចឹងយើងគ្រាន់តែ start មក cleaning ឡើងវិញឲ្យអស់ទៅអញ្ចឹងណាតែមានពាក្យ merge មួយគេមាន merge column merge column ហ្នឹងខ្ញុំនឹងបង្ហាញបន្តិចទៀតប៉ុន្តែខ្ញុំទៅ download data សិនប្រហែលជាវាដាច់ record តែចាំបន្តិចមកបើវាដាច់យកប៉ុណ្្នឹងតែកុំព្យូទ័រនេះវាអត់ដាច់ឡាយខ្ញុំទៅយក link នេះខ្ញុំត្រូវ downloadចឹងខ្ញុំ publish link ហ្នឹងទៅនេះមកនេះវាដែលយើង publish យើង get data ពីGoogle Sheet មកខ្ញុំទៅ publish ហ្នឹងមកហើយខ្ញុំយកពាក្យនេះ file កតុយ file Excel ហើយខ្ញុំចុចពាក្យនេះវាទៅឲ្យបោះពុំផ្សាយណាអូនេះឯកសារទាំងមូលជប់បោះពុំផ្សាយវាចេញនេះហើយចឹងបានបោះពុំផ្សាយអូខេអូដោយសារពេលដែលយើងចុចអានោះទៅវាអូតូបោះពុំផ្សាយឲ្យខ្ញុំ copy link ហ្នឹងមកហើយខ្ញុំចុចទៅទិន្នន័យដែលខ្ញុំនេះហើយខ្ញុំនឹងអានេះខ្ញុំ apply វាមួយទុកហើយចឹងខ្ញុំចូល get data មួយទៀតនៅលើ file នឹងដដែលហើយខ្ញុំចូលពាក្យ web ហើយខ្ញុំចុច paste link ដែលខ្ញុំ copy ហ្នឹងមកណាអញ្ចឹងអូខេអញ្ចឹងខ្ញុំ connect មកខ្ញុំយកតែ3 table នេះទេយក3
ពីយោ3ហ្នឹងអនុវត្តឲ្យអ្នកទាំងអស់គ្នាមើលហើយខ្ញុំចុចពាក្យ transform អញ្ចឹងខ្ញុំមានឧទាហរណ៍practice 3នេះវា column ដូចគ្នាទាំងអស់ខ្ញុំចង់append data ទាំង3ហ្នឹង table ទាំង3ហ្នឹងចូលគ្នាវិញខ្ញុំ append នៅនោះវាច្រើនពេកខ្ញុំពិបាកមើលឥឡូវខ្ញុំ append 3នេះវិញតើវាចេញមកវាបែបម៉េចណាអញ្ចឹងខ្ញុំចុចពី append មកខ្ញុំយក new មកហើយខ្ញុំចូលដោយសារវាមាន3 table ខ្ញុំចូលយក plan ខ្ញុំចង់តែអ្នកទាំងអស់គ្នាមាន plan A plan B plan C យើងចង់ append 3នឹងឲ្យចូលគ្នាអញ្ចឹងវា automatic ចូលគ្នានេះយើង append មកវាមិញមួយពីឥឡូវពី A ដល់ I ថាមិញថាគាត់ថាយើងមើលcolumn table A នេះវាថា A ដល់ថា C plan B នេះវាថា D ដល់ F ហើយ plan C នេះថា G ដល់ថា I អញ្ចឹងទៅពេលដែលខ្ញុំ append ទៅវា combine អានឹងសរុបមកឲ្យបានន័យថាវាមក order បន្តមកអញ្ចឹងប៉ុន្តែ order នេះលក្ខណៈជា column មកបន្តពេលវាអត់បែកទៅវា order លក្ខណៈ row មកបន្តពេលវាអត់បែកទៅជា column មកខាងអីផ្សេងទេប៉ុន្តែនៅក្នុង merge វិញវារូបរាងបែបនេះអញ្ចឹងខ្ញុំសាកទៅ function merge ណាអញ្ចឹងខ្ញុំ merge ពី table នេះ staff information ហើយនិង state information 2នេះអញ្ចឹងខ្ញុំចូលដល់នឹងដដែលចូលដល់ combine ហ្នឹងហើយខ្ញុំចូលពាក្យ merge ខ្ញុំយក merge as new មកអញ្ចឹងវាចេញរូបរាងបែបនេះអញ្ចឹង table យើង select staff 1ហើយយើងចុច staff 2មកអញ្ចឹងចាំមើលតើវារូបរាងម៉េចអញ្ចឹងអានេះវាដូចគ្នាវាដើម្បី merge បានលុះត្រាតែមាន column ណាមួយដូចគ្នាអញ្ចឹងខ្ញុំចុចcolumn ដែលដូចគ្នានឹងមកអញ្ចឹងបានវាចេញ OK មកអញ្ចឹងបើថាខ្ញុំចុចមួយ cell រីក៏វាអត់ដូចដែរអញ្ចឹងនេះដកវិញអត់បានណាអញ្ចឹងដោយសារទៀតចុច merge ខ្ញុំមើល column ណាដូចគ្នាឥឡូវខ្ញុំសាកយកអានេះឲ្យមើលនេះមើលវាអត់ចេញ OK មកទេអានេះចង់ចុចបិទវិញវាអត់បានចុចចេះបាត់អញ្ចឹងអាផ្សេងវាអត់ចុច OK មកភ្ជាប់មកទេប៉ុន្តែអានេះចុចភ្ជាប់នឹងថាវាបញ្ហាអីប៉ុន្តែជាបទពិសោធន៍របស់ខ្ញុំគឺគ្រូរបស់ខ្ញុំប្រាប់ថាមើល column ណាដូចគ្នាហ្នឹងហើយបានផលហ្នឹងហើយអញ្ចឹងខ្ញុំចុចទៅវាចេញបែបនេះវាចេញមកជាប្រភេទ column បន្តគ្នាប៉ុន្តែអ្វីដែលយើងត្រូវធ្វើនៅកន្លែងនេះយើងទៅ extract វាបន្ថែមទៀតថាតើយើងចង់បាន column ណាខ្លះយកមកដាក់បញ្ចូលដោយសារoriginal column របស់យើងមានអានេះហើយអញ្ចឹងយើង ID វាមានហើយអញ្ចឹងយើងយក salary ហើយនិង position ហើយនិងdepartment មកអញ្ចឹងយកអាហ្នឹងមកអញ្ចឹងវាចេញមកឲ្យនេះឃើញទៅហ្នឹងហើយអញ្ចឹងវាចេញលក្ខណៈជាប្រភេទ column បន្តវាអត់ចុះមកក្រោមប្រភេទ row ដូចមុនទេមុនវាចុះមកក្រោមបែបនេះនៅពេលដែលយើង append វាចុះក្រោមថា A ដល់ថា I អញ្ចឹងទៅប៉ុន្តែបើ merge យើងមើលព្រោះមាន merge គឺយើងមាន column មួយដូចគ្នា staff ID ដូចគ្នាដល់ពេលអានេះគឺពួកមានខុសគ្នាប៉ុន្តែនៅពេលដែលយើង merge មួយ file មួយទៀតទៅវាចេញបន្តមកខាងនេះឲ្យអញ្ចឹងនេះលទ្ធផលដែលយើង merge វាមាន staff ID name page ហើយនិង start date
នឹង salary របស់គាត់ហើយ position របស់គាត់ហើយនឹង department របស់គាត់ចឹងទៅអញ្ចឹងអានេះជាវិធីសាស្ត្រមួយទៀតតាក់ទងមួយនឹង merge ហើយនឹង append វាខុសគ្នាបែបហ្នឹងអញ្ចឹងខ្ញុំគិតថា record របស់ខ្ញុំមានតែប៉ុណ្ណឹងបើមានអីមានចម្ងល់អីអាចយើង contact មួយគ្នាបន្ថែមទៀតដើម្បីខ្ញុំអាច support ទាន់ធរក្នុងផ្នែកណាមួយបានអរគុណ